បាទគ្រប់នឹងជំរាបសួរសូមស្វាគមន៍ពុកម៉ែបងប្អូនមកកាន់ Channel YouTube របស់ខ្ញុំបាទធម្មជាតិជាមួយនឹងជីវិតពិតបាទអញ្ចឹងថ្ងៃមុនខ្ញុំបានបង្ហោះវីដេអូខ្លីនិយាយអំពីដើមផ្ទីបងប្អូនណាបន្លែផ្ទីធម្មជាតិបាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនយើងមកទស្សនាតើដើមផ្ទីធម្មជាតិឬមួយក៏ខ្ញុំឲ្យឈ្មោះថាផ្ទីយក្សបងប្អូនប៉ុន្តែទៀតពិតផ្ទីនោះអត់ដឹងផ្ទីអីដែរខ្ញុំភ្លេចឈ្មោះវាទៅបងប្អូនព្រោះផ្ទីខ្មែរយើងវាមានច្រើនប្រភេទវាមានផ្ទីអាចមន់ផ្ទីថ្មផ្ទីបន្លាផ្ទីដូងផ្ទីអីចឹងទៅបាទតែផ្ទីនោះវាដូចជាផ្ទីដូងហ្នឹងបងប្អូនអាហ្នឹងធំធំបាទហើយនឹងក្នុងចំការហ្នឹងវាមានផ្ទីច្រើនប្រភេទដែរហើយខ្ញុំឃើញមានផ្ទីបន្លាផ្ទីអីដែរចឹងណាបងប្អូនអូខេអញ្ចឹងបងប្អូនណាស្គាល់ច្បាស់ចាំជួយ comment នៅក្នុងវីដេអូហ្នឹងថាប្រភេទផ្ទីដែលខ្ញុំកំពុងតែកាច់ហ្នឹងជាផ្ទីអ្វីនិយាយទៅនេះគឺជាចំការទុរេនបងប្អូននៅលើទឹកដីនៃប្រទេសម៉ាឡេស៊ីដោយសារខ្ញុំអាចជាពលករហើយមកធ្វើការនៅក្នុងចំការទុរេននៃប្រទេសម៉ាឡេស៊ីណាបងប្អូនបាទនៅក្នុងតំបន់ប៉ាហាំងរដ្ឋប៉ាហាំងរបស់ប្រទេសម៉ាឡេស៊ីអញ្ចឹងនេះគឺជាទស្សនវិជ្ជាដែលចំការទុរេនដែលទើបតែនឹងដាំដុះទុរេនថ្មីបងប្អូនបាទប្រភពដើមឡើយចំការនេះគឺជាចំការដូងប្រេងទេបងប្អូនប៉ុន្តែដល់ពេលឈូសឆាយដូងប្រេងហើយក៏ដាំទុរេនទៅតែបាន 4-5 ខែទេបងប្អូនណាបាទដីភ្ជួរនេះគឺភ្ជួរឲ្យស្មៅវាងាប់ទេបងប្អូនកំចាត់ស្មៅល្អិតចង្រៃអីផ្សេងទេប៉ុន្តែក្រោយពេលដែលភ្ជួរហើយនេះបងប្អូនណាភ្លៀងធ្លាក់មកវាទៅជាដុះផ្ទីនឹងល្អនោះល្អពេកបងប្អូនហើយខ្ញុំអាចនិយាយបានថាផ្ទីយក្សហ្នឹងបងប្អូនចាំទស្សនាទៅដល់វីដេអូបាទខាងចុងផងយើងថាវាផ្ទីយក្សរបៀបម៉េចបងប្អូនបាទអញ្ចឹងនេះគឺខ្ញុំដើរបេះផ្ទីធម្មជាតិទាំងអស់ហ្នឹងយកមកធ្វើបន្លែហូបបងប្អូនព្រោះអត់មានអ្នកដាំអត់មានបាញ់ថ្នាំបាញ់អីទេបាទហើយនិយាយទៅផ្ទីបងប្អូនដឹងស្រាប់ហើយជាបន្លែបៃតងធម្មជាតិស្អាតហើយបងប្អូនចង់យកទៅធ្វើឲ្យហូបក៏បានដែរតាក់ទងជាមួយនឹងបន្លែផ្ទីនេះបងប្អូនចង់ឆាចង់ស្ងោរចង់ហូបលក់ណាបងប្អូនបានមកចប់ហើយរសជាតិបងប្អូនហើយជាសម្រាប់ខ្ញុំអូខេបន្លែធម្មជាតិឆ្ងាញ់ល្អស្រស់ណាបងប្អូននេះបងប្អូនអាចអញ្ជើញទស្សនាមើលគឺចំការទុរេនទៅតែដាំទេហើយខាងធំល្វឹងល្វើយនោះគឺកន្លែងខ្ញុំធ្វើការចំការធំហើយចំការទូចនេះគឺចំការនៅជាប់កន្លែងខ្ញុំអញ្ចឹងណាបងប្អូនបាទហើយផ្ទីទាំងអស់ហ្នឹងគឺខ្ញុំចូលមកសុំនិយាយទៅអ្នកចិត្តខាងយើងនិយាយទៅអ្នកចិត្តខាងជាប់គ្នាហ្នឹងពួកគាត់ក៏បេះហូបយើងក៏បេះហូបអញ្ចឹងណាបងប្អូនប៉ុន្តែសួរថាផ្ទីហ្នឹងដាំឬក៏មិនមែនទេគឺអត់ដាំទេណាបងប្អូនពីដើមឡើយហ្នឹងវាមានប្រហែលជា 5-6 ដើមតែដើមវាធំណាបងប្អូនហើយប៉ុនកជើងបាទប៉ុន្តែកាលហ្នឹងខ្ញុំបានថតវីដេអូបង្ហាញទេសូមអធិស្ឋានបងប្អូនរៀងស្អកកឈឺកបន្តិចទៅថាប្រាសាយត្រូវទៅភ្លៀងពេលធ្វើការបាទអញ្ចឹងគឺយើងភ្ជួរវាឲ្យវាបែកផ្កាបងប្អូនទៅពេលឥឡូវនឹងវាដុះចេញកូនផ្ទីក្រោយពេលដែលភ្ជួរដីនឹងហើយវាដុះចេញអញ្ចឹងបងប្អូនបាទហើយផ្ទីនេះទៅដុះបានប្រហែលជាតាមមួយខែជាងបងប្អូនមើលទៅស្លឹកវាធំជាងបាតដៃហើយពណ៌ឡើងខៀវស្អាតតែម្ដងបាទមានតកៅហ្វីមួយហើយដើមវានេះប៉ិនមេជើងប៉ិនមេដៃណាបងប្អូនបាទដើមវាក៏ខ្ចីល្អស្លឹកត្រួយវាគឺខ្ចីល្អទាំងអស់បងប្អូននិយាយទៅសម្រាប់ខ្ញុំវិញគឺ 100% ស្ងោរលក់ជ្រលក់ប្រហុកបងប្អូនហើយឬក៏ទឹកគ្រឿងអីហ្នឹងគឺអស់ពាក្យនិយាយបងប្អូនឆ្ងាញ់ជាប់ចិត្តដិតអារម្មណ៍ហើយបងប្អូនទស្សនាមើលនេះបាទជាមួយនឹងទស្សនវិជ្ជាថ្ងៃលិចក្នុងចំការនេះហើយមានបន្លែធម្មជាតិចេះបងប្អូនជួយប្រាប់ខ្ញុំបន្តិចមើលថាតើយើងគួរយកផ្ទីនេះល្ងាចហ្នឹងយកទៅធ្វើឲ្យញ៉ាំអញ្ចឹងណាបងប្អូនបាទហើយបងប្អូនទស្សនាមើលចុះដើមប៉ុនមេដៃមេជើងល្អស្អាតមែនតើហើយសកម្មភាពខ្ញុំមកបេះទីនេះគឺក្រោយពេលខ្ញុំសម្រាកពីការងារណាបងប្អូនបាទក្រោយពីចប់ម៉ោងខ្ញុំសម្រាកពីការងារហើយបងប្អូនអាចសង្កេតមើលផ្ទីគឺស្លឹកវាបែបហ្នឹងខៀវបៃតងចាស់បៃតងខ្ចីតាមស្លឹកចាស់ស្លឹកខ្ចីបងប្អូនម្យ៉ាងវិញទៀតបងប្អូនឃើញមានផ្ទីខ្លះគឺចាប់ផ្ដើមបែកផ្កាទៀតបងប្អូនឃើញចាប់ផ្ដើមបែកផ្កាតែវាបែកផ្កាបែបនេះឲ្យទុំជ្រុះបងប្អូនមើលចុះណាបាទ
ដុះតាមរងដីដែលយើងជួហ្នឹងគឺលក្ខណៈចង់ដូចចំការផ្ទីមួយបងប្អូនគឺបេះហូបមិនឈ្នះច្រើនអត់អាចកណនីនៅទីនេះគឺថាយើងសម្រាប់បន្លែផ្ទីវិញបើនិយាយខ្លីខ្ញុំធុញបងប្អូនហើយសារតែហូបរាល់ថ្ងៃបងប្អូនបាទរាល់ថ្ងៃវាបបោបែបហ្នឹងតោះអញ្ចឹងបងប្អូនទៅមើលថាតើផ្ទីខ្ញុំថាចំណងជើងផ្ទីយៈហ្នឹងវាយ៉ាងម៉េចផ្ទីហ្នឹងគឺវានិយាយខ្លីទៅវាដើមធំបងប្អូនធំទី1ទី2មានផ្ទីដូចជាផ្ទីបន្លាឬក៏ផ្ទីអីខ្ញុំអត់ចូលច្បាស់ទេបងប្អូនចាំមើលតិចទៀតបងប្អូនជួយមើលខ្ញុំច្បាស់មើលតើវាផ្ទីអីខ្ញុំមកឈរនៅដើមផ្ទីហ្នឹងត្រឹមចកេះប៉ុន្តែមានអា3 4ដើមនោះខ្ពស់ជាងខ្ញុំទៀតហើយជាទូទៅកម្ពស់ខ្ញុំគឺ1.73 ម៉ែត្របងប្អូនប៉ុន្តែផ្ទីខ្ពស់ជាងខ្ញុំទៀតខ្ញុំទៅពេលអញ្ចឹងខ្ញុំមិនដឹងថាខ្ញុំថាមានផ្ទីយ៉ាបងប្អូនមើលបាទនេះខ្ញុំថតហើយវាបែកផ្កាអញ្ចឹងបែកផ្កាបែកអីពេញទាំងអស់ហើយបងប្អូនមើលកម្ពស់វាបងប្អូនមិនមែនទាបទេណានេះអានេះត្រឹមកត្រឹមទ្រូងខ្ញុំបាទអញ្ចឹងខ្ញុំឲ្យឈ្មោះវាថាផ្ទីយៈចុះបងប្អូនព្រោះកម្ពស់វាខ្ពស់ហើយដើមវាធំស្អាតស្លឹកក៏ធំអីក៏ធំខ្ញុំធ្លាប់ឃើញផ្ទីដែរតែមិនដែលឃើញធំអញ្ចឹងណាបងប្អូននេះបងប្អូនទស្សនាខ្ញុំចូលឲ្យថតមើលនេះបងប្អូនឃើញទេខ្ពស់ជាងខ្ញុំទៀតណាខ្ពស់ជាងខ្ញុំប្រហែលជាមួយចង្អាមជាងហើយខ្ញុំ1.72 ម៉ែត្រ73បងប្អូនបាទអញ្ចឹងហើយផ្ទីនេះខ្ពស់ជាងខ្ញុំទៀតបាទហើយវាដុះផ្កាពេញអញ្ចឹងហើយបងប្អូនចាំមើលទៅពេលមេឃភ្លៀងដឹងហើយជ្រុះអបការហ្នឹងហើយរោយតាមទឹកតាមខ្យល់ទៅហ្នឹងចាំមើលវាដុះច្រើនលើសហ្នឹងទៀតហ្នឹងដំបូងឡើយតែ3ដើមទេបងប្អូន3 4ដើមទេឥឡូវបាចហ្វាចឯងទៅជាចំការផ្ទីបាត់ហើយម្ចាស់ចំការកវីក្បាលតាត់ជួហើយដុះល្អលើសដើមបាទហ្នឹងហើយបងប្អូនហើយបងប្អូនអាចមើលទស្សនវិជ្ជាទូទៅចំការពីរហ្នឹងបាទមុនថ្ងៃរៀបលិចក្នុងបរិវេណទូទៅនៃចំការគឺមានភាពខៀវស្រងាត់មួយចំហៀងទៀតដោយសារតែពួកគាត់បានបាញ់ថ្នាំសម្រាប់ស្មៅអញ្ចឹងណាបងប្អូនបាទបាញ់ថ្នាំសម្រាប់ស្មៅហើយមួយចំហៀងទៀតគាត់អត់បាញ់ទេដោយសារមេឃភ្លៀងហើយនៅក្នុងនេះគឺព្រៃធំនោះគឺចំការតរ៉េនខ្ញុំធ្វើការហើយក្នុងចំការនោះក៏មានចេកមានអីហើយចំការទូចនេះក៏មានចេកដូចគ្នាបងប្អូនណាចេកនេះសម្រាប់យើងហូបហើយបងប្អូនអាចមើលទស្សនវិជ្ជានៅលើទឹកដីម៉ាឡេស៊ីនៅថ្ងៃរៀបលិចចំការធំល្វឹងល្វើយបាទជាមួយនឹងបន្លែធម្មជាតិយើងបាទនេះគឺជាការចែកម្លែករបស់ខ្ញុំតាក់ទងជាមួយនឹងបន្លែធម្មជាតិនិយាយទៅខ្ញុំចង់បានពូជផ្ទីហ្នឹងទៅស្រុកវិញអញ្ចឹងណាបងប្អូននិយាយត្រង់មកហ្វិនអាចខ្ញុំអាចបើហ្វិនជាអាចវិញណាល្អបងប្អូនណាល្អមែនតើក្នុងវីដេអូក្រោយខ្ញុំចង់បង្ហាញបងប្អូនអំពីដំណាំទុរេននៅទីនេះតើការដាំដុះទុរេនការប្រមូលផលនិងការគ្រប់គ្រងលើបច្ចេកទេសនានាផ្សេងគេមានដំណើរការធ្វើមិនដាច់ខ្លះបងប្អូនកុំភ្លេចចូលរួមតាមដានទស្សនាវីដេអូរបស់ខ្ញុំវីដេអូនេះខ្ញុំបង្ហាញអំពីបន្លែធម្មជាតិនិងជីវិតបែបរស់នៅតាមជនបទស្រុកស្រែចម្ការបើសិនជាបងប្អូនបានទស្សនាហើយកុំភ្លេចចូលរួមជាវឬក៏ Subscribe ចុច Like ចុច Share Channel វីដេអូរបស់ខ្ញុំបាទម្នាក់មួយដើម្បីឲ្យខ្ញុំបាទមានកម្លាំងចិត្តធ្វើវីដេអូតទៅទៀតបាទអរគុណច្រើនបងប្អូនចំពោះការតាមដានចូលរួមទស្សនាវីដេអូរបស់ខ្ញុំបាទតាំងពីដើមដល់ចប់គោរពជូនពរពុកម៉ែបងប្អូនទាំងអស់លើកម្រាមណៃ10អំពីចម្ងាយក៏សូមឲ្យសនុកសុខសប្បាយទាំងអស់គ្នារកទទួលទានមានបានសុខសប្បាយគ្រប់ទិវារាត្រីប្រកបកិច្ចការងារអ្វីឲ្យសមបំណងដូចប្រាថ្នាអរគុណបងប្អូនដែលបានជាវ Channel YouTube ខ្ញុំបាទហើយបើបងប្អូនមិនទាន់បានជាវកុំភ្លេចបងប្អូនបាទអរគុណច្រើនជម្រាបលា